4 កន្លែងនៅខេត្តសៀមរាបដែលមិនគួររំលងនៅពេលទៅលេងខេត្តសៀមរាបចំណាយពេលមួយថ្ងៃដើរលេងបាន4កន្លែងហ្មងកន្លែងទី1គឺជាភូមិប្រាក់ដាក់ដែលគេល្បីមកយូរប៉ុន្តែខ្ញុំអត់ដែលបានទៅអ្នកគ្នាហើយនេះគឺជាលើកទី1ដែលខ្ញុំបានទៅដល់ភូមិប្រាក់ដាក់គឺថាឃើញមានគេលក់នំខ្មែរដែលធ្វើដោយដៃច្រើនខ្លាំងមែនតើហើយអីដែលខ្ញុំកំពុងតែញ៉ាំនេះគឺជាចាហួយត្នោតខ្ចីនៅក្នុងហ្នឹងគឺថាមានផ្លែត្នោតណាហើយផ្អែមឡំខ្ញុំចូលចិត្តខ្លាំងហ្មងដោយសារវាអត់សូវផ្អែមខ្លាំងហើយអីដែលភ្លេចអត់បានហ្នឹងគឺអាកោត្នោតខ្ទិះខ្ញុំចូលចិត្តជាងគេកន្លែងខ្ទិះហ្នឹងហ្មងខ្ញុំនិយាយមែនហើយឆ្ងាញ់ណាស់ក្តៅហើយកុំភ្លេចជួយទិញអូនផងគឺថាបកាយខ្លាំងមែនតើចាក់ហូកឡើងស្អាតហើយថ្លៃមួយតែ1000ទេធ្វើដោយស្លឹកត្នោតខ្មែរយើងហ្នឹងណាអ្នកនរគ្នាជួយទិញផងទៅមួយតែ1000ហ្នឹងហើយអានេះគឺជាកាហ្វេដាក់ស្មុកតម្លៃ4000រៀលខ្ញុំភ្លេចប្រាប់អ្នកនរគ្នាទៅហ្នឹងគឺថាខ្ញុំធ្វើការ booking តាម Red Bull ហើយអ្នកគ្នាគាត់តែជ្រើសរើសទីតាំងដែលអ្នកគ្នាចង់ទៅហើយដាក់ថ្ងៃដាក់អីមកអ្នកគ្នាគឺថាចេញក្រុមហ៊ុនឡានច្រើនខ្លាំងមែនតើក្រុមហ៊ុនមានច្រើនអ្នកគ្នាចង់រើសក្រុមហ៊ុនឡានមួយណាក៏បានដែរជ្រើសរើសក្រុមហ៊ុនហើយអ្នកគ្នាអាចជ្រើសកៅអីដែលអ្នកគ្នាចង់អង្គុយចង់គេងចង់ជិះព្រឹកចង់ជិះថ្ងៃអីចឹងទៅអ្នកគ្នាហើយបន្ទាប់មកអ្នកគ្នាគ្រាន់តែបំពេញព័ត៌មានតខ្លួនណាអ្នកគ្នាដែលយើងជា passenger ហ្នឹងមានដូចជាឈ្មោះជាភេទជាអាយុអីចឹងអ្នកគ្នាបំពេញដូចដែលខ្ញុំបំពេញខាងលើហ្នឹងមកស្រួលទេអ្នកទាំងគ្នាបំពេញអីហើយអ្នកគ្នាអាចចុច Pay Now បានគឺតម្លៃសម្រាប់$17អ្នកគ្នាប៉ុន្តែកុំទាន់ Pay អ្នកគ្នាបើសិនជា new user អ្នកគ្នាដាក់ coupon code OB ពេជ្រនេះមកអ្នកគ្នាគឺថាចំណេញហ្មង discount $3ភ្លាមហ្មងអ្នកគ្នាឃើញអត់ឥឡូវហ្នឹងណាយើង Pay តែ$14ហើយនៅពេលដែលយើង Pay នោះអ្នកគ្នាយើងទទួលបាន$7 cashback នៅក្នុង Red Bull Wallet ទៀតចំណេញខ្លាំងមែនតើខ្ញុំនិយាយមែនហើយជាពិសេសខ្ញុំ recommend សម្រាប់អ្នកគេដែលចង់ដើរលេងឆ្លងឆ្នាំឬមួយក៏ទៅស្រុកទៅឆ្លងឆ្នាំអីហ្នឹងណាប្រើ Red Bull ទៅអ្នកគ្នាអត់ខកបំណងទេខ្ញុំនិយាយមកកន្លែងនៃខ្ញុំទៅបន្ទាប់ហ្នឹងគឺមានឈ្មោះថាបាយមន់វត្តពលលង្ការដែលកន្លែងហ្នឹងគឺជាកន្លែងល្បីដូចគ្នាអ្នកគ្នានៅហ្នឹងគឺថាសាច់មាន់ឆ្ងាញ់មែនហើយច្រើនខ្លាំងមួយចានតែ7000ឯងប៉ុន្តែខ្ញុំអត់ចូលចិត្តត្រង់ថាបាយគាត់រឹងពេកណាអ្នកគ្នាខ្ញុំចូលចិត្តបាយទុនណាហើយកន្លែងនៃខ្ញុំទៅបន្ទាប់មួយទៀតហ្នឹងគឺផ្សារលើខេត្តសៀមរាបហ្នឹងអ្នកគ្នាគឺថាអូយនៅពេញទិញទៅជូរទៅដល់សៀមរាបនៅតែទៅជូរទៅដែរអ្នកគ្នាមិនឌឺជួយចិត្តទិញទៅជូរប៉ុន្តែអ្នកគេជួយចិត្តទិញទៅជូរទៅអ្នកគ្នាថោកណាអ្នកគ្នាមួយខ្ញុំទៅមកផ្លែត2 3ស្បោងហ្មងខ្ញុំនិយាយមែនទិញទៅជូរឆ្លងខេត្តកន្លែងបន្ទាប់ដែលពួកខ្ញុំបានទៅហ្នឹងគឺទៅ The Bean Embassy អ្នកគ្នាគឺថាគេហៅមួយយ៉ាងទៀតហៅថាស្ថានទូតកាហ្វេអ្នកគ្នាគឺថានៅហ្នឹងស្អាតខ្លាំងហ្មងខ្ញុំចូលចិត្តរបៀប vibe អញ្ចឹងណារបៀបមានធម្មជាតិមានអីចឹងទៅមាន indoor មាន outdoor ចូលចិត្តជាងគេគឺថាសាប៊ូក៏ចក់ឲ្យថតរូបហ្នឹងហ្មងអ្នកគ្នាបាយទៅខាងណាក៏ចក់ដែរហើយសំខាន់នៅហ្នឹងកាហ្វេគេអីក៏ឆ្ងាញ់ដែរអ្នកគ្នាហើយមុនទៅកន្លែងទី4គឺថាសុំមកចែង outfit មួយមកអីកន្លែងទី4នេះហាRed ឲ្យ100លើ100ហ្មងអត់មាន sponsor ទេប៉ុន្តែវាឆ្ងាញ់គ្រប់មុខហ្មងខ្ញុំអត់ដែរញ៉ាំអីឆ្ងាញ់ដូចកន្លែងហ្នឹងទេដាក់មកត្រូវមាត់ហ្មង the best ខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាមួយទៀតបន្ទាប់ពីខ្ញុំញ៉ាំអីរួចហើយហ្នឹងគឺថាខ្ញុំបានត្រឡប់មកបំពេញវិញទាំងយប់ដែលខ្ញុំ booking តាម Red Bull ដដែលអ្នកគ្នាដោយសារតែមាន promotion ច្រើនខ្លាំងមែនតើហើយសំខាន់សេវាកម្មល្អទៀតខ្ញុំចូលចិត្តខ្លាំងណាស់